ជំរាបសួរខ្ញុំបាទឈ្មោះតេងឆេងហានបច្ចុប្បន្នខ្ញុំមានកូនគាត់រៀននៅសាលាអន្តរជាតិ IEL នេះគាត់ឈ្មោះហៀងស៊ូលីងសម្រាប់ខ្ញុំស្គាល់សាលាអន្តរជាតិ IEL នេះតាមរយៈមិត្តភ័ក្តិនិងតាមរយៈអ្នកដែលរស់នៅជិតខាងខ្ញុំនេះហើយនឹង page របស់សាលា IEL តែម្ដងគឺខ្ញុំស្គាល់តាមរយៈហ្នឹងជាចំណាប់អារម្មណ៍របស់ខ្ញុំពេលដែលខ្ញុំចូលមកសាលាអន្តរជាតិ IEL នេះខ្ញុំចាប់អារម្មណ៍ឃើញសាលាអន្តរជាតិ IEL មានបរិយាកាសល្អហើយមានបរិវេណធំទូលាយសម្រាប់ខ្ញុំគឺពេលដែលខ្ញុំចូលមកខ្ញុំឃើញមានធម្មជាតិនៅក្នុងសាលាអន្តរជាតិ IEL នេះគឺខ្ញុំមានចំណាប់អារម្មណ៍ចង់ឲ្យកូនគាត់មកសិក្សារៀនសូត្រនៅទីនេះតែម្ដងសម្រាប់កូនខ្ញុំគាត់សិក្សានៅទីនេះតាំងពីថ្នាក់មត្តេយ្យសិក្សារហូតមកដល់ពេលឥឡូវនេះគាត់រៀនដល់ថ្នាក់ទី7ហើយគឺអញ្ចឹងការសិក្សារៀនសូត្ររបស់គាត់នៅសាលាអន្តរជាតិ IEL មានរយៈពេល7-8 ឆ្នាំហើយបាទសម្រាប់កូនរបស់ខ្ញុំសង្កេតឃើញថាគាត់មានការរីកចម្រើនដូចជាការនិយាយស្ដីសិលធម៌មានគុណធម៌ល្អហើយសម្រាប់ខ្ញុំគិតថានៅសាលាគឺមានលោកគ្រូអ្នកគ្រូដែលគាត់មានវិជ្ជាជីវៈដែលគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្រៀនកូនរបស់ខ្ញុំហើយខ្ញុំគិតថានៅសាលាអន្តរជាតិ IEL នេះគឺល្អសម្រាប់ហើយជាពិសេសទៀតនោះគឺគាត់មាន3ភាសាគឺមាន3ភាសាគឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនដោយគាត់ពុំចាំបាច់ទៅរៀនភាសាផ្សេងនៅសាលាខាងក្រៅបាទសម្រាប់ខ្ញុំដែលទស្សនវិជ្ជាដែលខ្ញុំឲ្យតម្លៃបំផុតនោះគឺមានកូនខ្ញុំបានសិក្សាពីបំណិនជីវិតដូចជាគាត់មានការធ្វើលោកគ្រូអ្នកគ្រូនៅសាលាអន្តរជាតិ IEL គាត់បានបង្កើតកម្មវិធីមួយគឺកម្មវិធីបំណិនជីវិតគឺគាត់បានឲ្យកូនសិស្សចេះធ្វើម្ហូបចេះធ្វើអ្វីផ្សេងហើយក៏ដូចជាសិក្សាអំពីចំណេះដឹងទូទៅសម្រាប់ការរស់នៅប្រចាំថ្ងៃបាទជាចំណាប់អារម្មណ៍ចុងក្រោយរបស់ខ្ញុំនេះគឺខ្ញុំគិតឃើញថានៅក្នុងសាលាអន្តរជាតិ IEL គឺមានលោកគ្រូនិងអ្នកគ្រូដែលគាត់មានចំណេះដឹងនិងជំនាញល្អសម្រាប់កូនដែលមករៀននៅទីនេះដែលទទួលបាននៅអ្វីដែលខ្ញុំមានចំណាប់អារម្មណ៍នេះសូមមេត្តាបិតាគ្រប់រូបអញ្ជើញយកកូនមកចុះឈ្មោះចូលរៀននៅសាលាអន្តរជាតិ IEL នេះឲ្យបានគ្រប់គ្នាសូម